ជំរាបសួរបងប្អូនទាំងអស់គ្នានេះជារបៀបធ្វើពងទាចៀនឆាម្រះព្រៅចាម៉ឺនុយនេះគឺជាម៉ឺនុយដែលអស់លុយតិចមែនទែនបងប្អូនយើងចង់ហូបពងទាប្រហែលគ្រាប់យើងធ្វើប៉ុណ្ណឹងទៅណាតែថ្ងៃនេះខ្ញុំធ្វើចំនួន5គ្រាប់ទេពងទាហើយរបៀបធ្វើគឺងាយស្រួលធ្វើមែនទែនបងប្អូនតោះអញ្ចឹងទៅមើលគ្រឿងផ្សំទាំងអស់គ្នាចាដំបូងនេះខ្ញុំយកពងទាចំនួន5គ្រាប់ហ្នឹងយកវាមកគោះដាក់ចានណាបងប្អូនពីព្រោះយើងគោះដាក់ចានមុនអញ្ចឹងទៅយើងដឹងថាពងទាខ្លះវាអាចខូចគេកណ្ដាលយើងគោះដាក់ក្នុងប្រេងឆាតែម្ដងវាធ្វើឲ្យខូចប្រេងឆាអញ្ចឹងណាចាឥឡូវនេះខ្ញុំដាក់ពងទាហ្នឹងចៀនណាបងប្អូនហើយចៀនឲ្យក្រៀមមកហើយមុននឹងយើងចៀនហ្នឹងទៅដាក់ប្រេងឆាឲ្យក្តៅជាមុនសិនណាហើយពេលដែលចៀននេះខ្ញុំយកខ្លាញ់ហ្នឹងដួសដាក់ស្រោចពីលើអាផ្នែកខាងលើវាដែរហើយចៀនរហូតតតែវាក្រៀមខាងក្រៅបងប្អូនចូលចិត្តចោលភ្នៅយើងអាចចៀនទៅមួយផ្លែតទៅបានហើយចំណែកនេះគឺជាម្រះព្រៅនេះខ្ញុំបានលាងទឹករួចហើយតើមកយកវាមកបូតទៅបងប្អូនចំណែកខ្ទឹមក្រហមនេះខ្ញុំដាក់ចំនួន2មើមហើយក៏មានម្ទេសអាចសាច់ខ្លះដែរចំណែកនេះគឺជាខ្ទឹមសហើយនិងម្ទេសម៉ាឡេក្រៀមបងប្អូនបងប្អូនមានជាប្រភេទម្ទេសម៉ាឡេស្រស់ក៏ដាក់បានដែរនេះខ្ញុំអត់បានដាក់ម្ទេសដៃនាងទេដោយសារវាហឹរខ្លាំងពេកចាំបន្ទាប់ពីបុកម្ទេសហើយនិងខ្ទឹមនឹងបានប៉ុណ្ណឹងហើយនេះខ្ញុំយកវាមករំលីងឲ្យឈ្ងុយជាមុនសិនចាំបន្ទាប់ពីម្ទេសនិងខ្ទឹមនឹងវាឈ្ងុយហើយនេះខ្ញុំបន្ថែមម្សៅម្ទេសកូរ៉េចំនួន1ស្ព្រាបាយទៀតហើយម្សៅម្ទេសកូរ៉េនេះខ្ញុំដាក់គ្រាន់តែយកពណ៌ទេបងប្អូនចំណែករសជាតិវិញវាអត់មានហឹរលេចទេណាបងប្អូនមិនមានបាច់ដាក់ក៏បានដែរតាមទៀតនេះខ្ញុំដាក់ស្ករត្នោតចំនួន1ស្ព្រាបាយហើយនិងទឹកត្រីចំនួន2ស្ព្រាបាយហើយកូរទឹកត្រីនិងស្ករត្នោតហ្នឹងឲ្យវារលាយហើយចេញក្លិនឈ្ងុយសំណល់តើមកនេះខ្ញុំបន្តដាក់ប៊ីចេង1ស្ព្រាកាហ្វេម្សៅស៊ុបសាច់មាន់1ស្ព្រាកាហ្វេហើយឆាវាបន្តិចមកទៅនេះខ្ញុំបន្ថែមប្រេងខ្យង1ស្ព្រាបាយហើយនិងទឹកម្ទេសចំនួន1ស្ព្រាបាយដែររួចឆាវាបន្តិចមកតើមកនេះខ្ញុំបន្តដាក់ខ្ទឹមក្រហមហើយនិងម្ទេសអាចសាច់ចូលដល់ពីឆាម្ទេសហើយនឹងខ្ទឹមហ្នឹងវាបានឆ្អិនហើយនេះខ្ញុំបន្ថែមទឹកបន្តិចព្រោះបើកាលណាយើងអត់បន្ថែមទឹកទេវាកោកពេកអញ្ចឹងពងទាហ្នឹងវាអត់ចូលជាតិទេណាបងប្អូនចាបន្ទាប់ពីឆាឲ្យទឹកដែលយើងដាក់មិញហ្នឹងវាពុះល្មមហើយនេះខ្ញុំដាក់ពងទាចៀនហ្នឹងចូលតែម្ដងតបមកយើងទុកឲ្យពងទាហ្នឹងវាចូលជាតិបានល្អសិនណាទៅនេះខ្ញុំដាក់ម្រះព្រៅចូលចំមុខហូបមុខនេះគឺថាឆ្ងាញ់តែម្ដងណាបងប្អូនហើយខ្ញុំប្រាប់អញ្ចឹងក្នុងមួយវីដេអូនេះខ្ញុំចំណាយអស់ត្រឹមតែ3000ទេតែប៉ុណ្ណឹងមករួចរាល់ហើយមកចឹងបងប្អូនអាចសាកល្បងធ្វើហូបបានមុខហូបមុខនេះគឺថាឆ្ងាញ់តែម្ដងចាអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីសូមបងប្អូនចុច follow page និង subscribe YouTube channel របស់នេះខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា